តោះឥឡូវយើងមកមើលអំពីរបៀបឆែកភាគរយថ្មនៅក្នុង laptop របស់យើងជាហ៊ានដំបូងអ្នកនរគ្នាគ្រាន់តែចូលកន្លែង search មកបន្ទាប់មកយើង search រក CMD អ្នកនរគ្នាធ្វើការ open command prompt នឹងមកបន្ទាប់មកអ្នកនរគ្នាវាយពាក្យថា power cfg បន្ទាប់មក slash បន្ទាប់មក battery report ហើយយើងធ្វើការចុច enter វាមកបន្ទាប់មកវានឹងបង្ហាញ path យើងធ្វើការ copy path នឹងមួយមក Ctrl C មកបន្ទាប់មកអ្នកនរគ្នាបើក file explorer នឹងមកហើយយើងចូលកន្លែងត្រង់នេះយើងធ្វើការ path វាចូលហើយយើងធ្វើការចុច enter មកបន្ទាប់មកវាមកដល់កន្លែង battery report នេះដល់ website នឹងហើយអ្នកនរគ្នាធ្វើការមើលកន្លែងdesign capacity និងកន្លែងឈ្មោះថា full charge capacity ឥឡូវយើងមើលទៅពីហ្នឹងបានហើយបន្ទាប់មកយើងធ្វើការបើក Casio មួយមកដើម្បីយើងចែករកភាគរយថ្មរបស់យើងអ្នកនរគ្នាយកកន្លែង full charge capacity ហ្នឹងឥឡូវលេខ full charge capacity ហ្នឹង7303យើងយកធ្វើការទៅចែកជាមួយនឹង design capacity 90 001បន្ទាប់មកស្មើយើងមើលទៅកន្លែងពីរខ្ទង់នេះបានហើយវានឹងបង្ហាញនៅភាគរយថ្មរបស់យើងសម្រាប់កុំព្យូទ័រនេះដែរភាគរយថ្មវានៅសល់81%.